នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងពាក់ព័ន្ធរាជធានីភ្នំពេញស្ទាក់បង្ក្រាបសាច់ជ្រូកនិងសាច់មាន់បង្កកខូចគុណភាពបានជាង11តោនយកទៅដុតបំផ្លាញចោលអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី21ខែមករាឆ្នាំ2026បានថ្លែងឲ្យដឹងថាកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍តូពិតបញ្ញាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកឧត្តមសេនីយ៍តូម៉ៅរាំងសីស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកវរៈសេនីយ៍ឯកយឹមសុជាតិនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការខាត់រថយន្តមួយគ្រឿងដែលដឹកសាច់ជ្រូកនិងសាច់មាន់បង្កកនៅចំណុចវិថីឈ្នះឈ្នះស្ថិតនៅក្នុងសង្កាត់កោករកាខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញលោកវរៈសេនីយ៍តូម៉ៅសុធាគុណនៃរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្ក្រាបការនាំចូលសាច់ជ្រូកនិងសាច់មាន់បង្កកបានចំនួន 11.5 តោនគ្មានលិខិតស្នាមនិងខូចគុណភាពមកពីខេត្តស្វាយរៀងក្នុងគោលដៅមកចែកចាយនៅរាជធានីភ្នំពេញដោយឡែកកម្លាំងជំនាញនៅតែបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបរាល់ការនាំចូលផលិតផលគ្មានគុណភាពគ្មានសុវត្ថិភាពដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកបបរាជធានីភ្នំពេញដើម្បីនាំយកសាច់បង្កកខូចគុណភាពទាំងនោះទៅដុតបំផ្លាញចោល